សូមជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់ខ្ញុំធ្លាប់តែបានលើកឃើញគេផុសនៅក្នុង Facebook ថាមកលេងកែបប្រយ័ត្នប្រយែងកុំឲ្យចតឡាននៅក្រោមដើមឈើក៏គេយកលុយដែរប៉ុន្តែថ្ងៃនេះខ្ញុំបានជួបផ្ទាល់ហើយគាត់ខ្ញុំចតឡានឈប់កន្លែងថតហ្នឹងគឺអត់មានកន្លែងរំលេចឋានអីទេគាត់ចតឡានក្រោមដើមឈើយើងចោះថតហ្នឹងគឺគាត់មកយកស៊ីពីយើងគឺចំនួន 5000 រៀលអញ្ចឹងពីមុនយើងធ្លាប់តែបានឃើញនៅតាមគេផ្សាយទេតាមប្រព័ន្ធអ៊ីនធឺណិតទេប៉ុន្តែឥឡូវនេះខ្ញុំបានជួបផ្ទាល់អញ្ចឹងខ្ញុំសូមសួរទៅអាជ្ញាធរខាងខេត្តកែបថាតើអាជ្ញាធរខេត្តកែបនោះគាត់ចាប់វិធានការឲ្យធ្វើអញ្ចឹងឬមួយក៏យ៉ាងម៉េចអញ្ចឹងសូមមេត្តាជួយបកស្រាយផងព្រោះថាដូចជាថ្ងៃហ្នឹងអញ្ចឹងនៅថ្ងៃហ្នឹងគឺខ្ញុំបានជួបផ្ទាល់ហើយគឺមានបងប្អូនម្នាក់បានមកយកផ្ស៊ីឡានពីខ្ញុំ 5000 រៀលគាត់ថាឲ្យតែយើងឈប់ឡាននៅក្រោមដើមឈើកន្លែងណាក៏ដោយគឺគេត្រូវតែយកលុយបើមិនយើងជិះឡានឆ្លងកាត់គឺគេអត់យកលុយទេចាំបានខ្ញុំឆ្ងល់ថាយើងយកលុយហ្នឹងគួរតែបង្កើតជារមណីយដ្ឋានកន្លែងណាមួយអញ្ចឹងទៅយើងគួរតែយកលុយទៅសវត្តឡានហ្នឹងដូចជានៅភ្នំតាម៉ៅអញ្ចឹងភ្នំម្ដងអញ្ចឹងគួរតែយកលុយប៉ុន្តែនេះជាខេត្តកែបយើងគ្រាន់តែអង្គុយលេងហើយគ្រាន់តែចតឡានមកផ្លែតថតហ្នឹងគឺគាត់ក៏មកយកលុយដែរអញ្ចឹងបាទខ្ញុំឆ្ងល់អញ្ចឹងនេះគឺជារឿងមួយដែលមានការឆ្ងល់ហើយចំពោះលុយទឹកប្រាក់ 5000 រៀលលុយខ្មែរយើងហ្នឹងវាមិនច្រើនទេប៉ុណ្ណឹងប៉ុន្តែគាត់ថាសូមមេត្តាជួយសម្រួលបញ្ហាហ្នឹងផងជាពិសេសគឺឋានៈដឹកនាំឬក៏អាជ្ញាធរខាងកែបទាំងមូលតែម្ដងសូមមេត្តាផងព្រោះខ្ញុំអត់ដឹងថាយ៉ាងម៉េចទេមិនដឹងថាគេរៀបចំយ៉ាងម៉េចទេអញ្ចឹងគួរតែកាត់បន្ថយចំពោះបញ្ហាហ្នឹងទៅព្រោះដើម្បីភ្ញៀវទេសចរគាត់បានមកលេងច្រើនហើយបើយើងចេះតែយកអញ្ចឹងធ្វើឲ្យការភ្ញៀវមកចង់មកចូលទស្សនាលេងខេត្តកែបហ្នឹងគឺក៏មានការមានបញ្ហាមួយដែលថាមិនសូវសប្បាយចិត្តដែរចំពោះបញ្ហាហ្នឹងបាទអរគុណច្រើនសូមមេត្តាប្រុងប្រយ័ត្នអ្នកដែលចូលចិត្តមកលេងខាងកែបបើយើងចូលលេងខាងកែបសូមមេត្តាប្រុងប្រៀបផងព្រោះមានបញ្ហានឹងកើតឡើងដូចរូបខ្ញុំបានចឹងបាទអរគុណច្រើនបាទអរគុណជូនពរពុកម៉ែបងប្អូនទាំងអស់មានសុខភាពល្អសំណាងល្អបើសិនមានខុសឆ្គងអីសូមមេត្តាខន្តីភ័យទោសផងបាទអរគុណច្រើន